បឋមនាងខ្ញុំសូមគោរពលោកឧត្តមវិជ្ជបណ្ឌិតឆនមនីសូមគោរពលោកសាស្ត្រាចារ្យឆប៊ុនប៉ុនហើយនឹងសូមគោរពគ្រូទាំងអស់ដែលមានវត្តមាននៅទីនេះថ្ងៃនេះនាងខ្ញុំនឹងធ្វើបទបង្ហាញស្ដីពីasthma bronchial that mean content definition of asthma, epidemiology, etiology, pathophysiology, classification, diagnosis, management, and definition of asthma. Asthma គឺជាជំងឺដែលមានលក្ខណៈ heterogen ហើយជាទូទៅត្រូវបានគេសម្គាល់ដោយមានអារក្សផ្លូវដង្ហើមរ៉ាំរ៉ៃត្រូវកំណត់ដោយមានរោគសញ្ញាផ្លូវដង្ហើមដូចជាសំឡេង wheeze ការដកដង្ហើមខ្លីណែនទ្រូងក្អកហើយរោគសញ្ញាទាំងអស់នឹងអាចប្រែប្រួលទៅតាមពេលវេលាហើយនឹងកម្រិតរបស់រោគសញ្ញារួមជាមួយនឹងលំហូរខ្យល់ដកដង្ហើមចេញដែលអាចប្រែប្រួល Epidemiology asthma គឺជាបញ្ហាសកលហើយនៅក្នុងសកលលោក asthma បានសម្លាប់មនុស្សប្រហែលជា1000នាក់ក្នុងមួយថ្ងៃហើយជា300លាននាក់ហើយព្រាយប្រឡងនឹងអាចកើនឡើងហើយត្រូវបានប្រមាណតានៅក្នុងឆ្នាំ2025ជំងឺ asthma នឹងអាចកើនឡើងរហូតដល់400លាននាក់ហើយអត្រាស្លាប់នៃជំងឺ asthma គឺកើតឡើងទៅលើប្រទេសដែលក្រីក្រហើយព្រាយប្រឡងនៃជំងឺ asthma គឺកើនឡើងចំពោះកូនក្មេងច្រើនជាងមនុស្សធំនេះជា etiology នៃជំងឺ asthma មានជា endogenous factor មានជាកត្តា genetic atopy airway hyperresponsiveness ជាភេទជាសាសកត្តា environment factor មាន allergy ក្នុងផ្ទះ allergy ក្នុងផ្ទះការប៉ះពាល់ synthesizer នៅកន្លែងធ្វើការអាចជា passive smoking អាចមាន respiratory infection obesity ឬក៏ធ្លាប់មានប្រវត្តិ viral infection នៅពីតូចហើយនៅមាន trigger មួយចំនួនដូចជាពួក allergen ការមានអារក្សផ្លូវដង្ហើមផ្នែកខាងលើដោយសារ viral infection ដោយសារលំហាត់ប្រាណ hyperventilation ការប៉ះពាល់ជាមួយស្ថានភាពត្រជាក់ប៉ះពាល់ជាមួយពពួក sulfur dioxide ហើយនឹងប្រើប្រាស់ថ្នាំមួយចំនួនដូចជាពពួក beta blocker aspirin stress ហើយនឹង irritant មួយចំនួននេះជា pathophysiology រូបភាពខាងនេះគឺជារូបភាពដែលបង្ហាញអំពីហើយនឹងធ្វើការប្រៀបធៀបស្ថានភាព normal airway asthmatic airway ហើយនឹងក្នុងស្ថានភាព asthmatic attack នៅពេលដែលជំងឺ asthma មានការប៉ះពាល់ពី trigger ដូចជាពពួក allergen ធ្វើឲ្យផ្លូវដង្ហើមរបស់យើងរលាកដែលបង្កឲ្យមាន hyperselection mucus ធ្វើឲ្យមាន contraction នៃសេចក្ដុំ airway ហើយធ្វើឲ្យហើមនៃ membrane bronchial ដែលជាលទ្ធផលធ្វើឲ្យផ្លូវដង្ហើមរបស់យើងចង្អៀតហើយនឹងមានរោគសញ្ញាដូចជាសំឡេង wheezing ក្អកការដកដង្ហើមខ្លីហើយនឹងណែនទ្រូងclassification បើសិនយើងធ្វើ classification ទៅលើ etiology គឺយើងនឹងមានលក្ខណៈពិបាក classification គឺយើងបង្អែកទៅលើ phenotype clinical symptom control condition ហើយនិង exacerbation phenotype មានជាតម្រង allergy asthma non allergy asthma late onset asthma asthma រួមជាមួយការស្ទះដង្ហើមដែលមានលក្ខណៈ persistent asthma រួមជាមួយ obesity clinical symptom មានជា intermittent ហើយនឹង persistent ដែលបែងចែកជា mild moderate and severe ចំណែកឯ control condition មាន control បានល្អ control បានមួយផ្នែកហើយនឹងមិនអាច control បានclassification ទៅលើ exacerbation មាន mild moderate severe and គំរាមជីវិតនេះគឺជា criteria សម្រាប់ធ្វើ diagnosis asthma អ្នកជំងឺ asthma គាត់មានប្រវត្តិផ្លូវដង្ហើមដែលអាចប្រែប្រួលជាទូទៅtypical symptom របស់ជំងឺ asthma មានសំឡេង wheeze ការដកដង្ហើមខ្លីណែនទ្រូងហើយនឹងក្អកហើយអាការៈទាំងអស់ហ្នឹងគឺមានលក្ខណៈពិសេសគឺមានការប្រែប្រួលទៅតាមពេលវេលាហើយនឹង intensity របស់រោគសញ្ញាហើយជាទូទៅធ្វើទុកនៅពេលយប់ឬក៏ពេលព្រឹកហើយ trigger ដោយមាន exercise allergy ការប៉ះពាល់ជាមួយស្ថានភាពត្រជាក់ឬក៏មាន viral infection ជំងឺ symptom របស់ជំងឺ asthma អាច improve spontan ឬក៏ក្រោយពីប្រើប្រាស់ពពួក bronchodilator ឬពពួក ICS therapy
នៅពេលដែលយើងធ្វើ physical examination ចំពោះជំងឺ asthma ជាទូទៅអាចឃើញធម្មតារហូតដល់យើងមានការស្ទះទៅលើផ្លូវដង្ហើមបានយើងអាចពិនិត្យទៅឃើញជា prolong expiration អាចជាសំឡេង wheezing នៅពេលដកដង្ហើមចេញអាចជាឃើញជា hyperinflation investigation ជាទូទៅនៅពេលដែលយើងថត X-ray យើងឃើញជាទូទៅយើងឃើញ normal ឬក៏ជាអាចឃើញជា hyperinflation ប៉ុន្តែគ្រាន់តែថា chest X-ray ត្រូវបានគេតម្រូវឲ្យធ្វើជាប្រចាំនោះទេដាក់នេះគេអានឹងវានេះជាតេស្តសម្រាប់ធ្វើ confirm ទៅលើ diagnostic ជំងឺ asthma គឺជាតេស្តដែលលំហត់ដែលកំណត់នៃលំហូរខ្យល់ចេញដែលមានความបំរែបំរួលតែមានសពួក spirometry ដែលធ្វើការធ្វើ test spirometry យើងខាន FE1 ប្រៀបធៀបជាមួយ FVC គឺឃើញទៅជាង 75% ហើយនឹងឃើញ reversibility បន្ទាប់ពីយើងប្រើប្រាស់ bronchodilator រយៈពេល10ទៅ15នាទីគឺឃើញ FE1 អាចឡើងលើសពី12ឬក៏ស្មើនឹង 12% ឬក៏ឡើងលើស200 ml ឬក៏ស្មើជាមួយនឹង200 ml ហើយនឹងតែមួយទៀតគឺ PF variability គឺយើងឃើញមានការបំរែបំរួលលើសពី 12% ក្នុងរយៈពេល2សប្តាហ៍ក្រោយពីយើងធ្វើតែ positive bronchial challenge test គឺបន្ទាប់ពីឲ្យអ្នកជំងឺប្រើប្រាស់ពួក methacholine ឬក៏ histamine យើងឃើញ FEV1 របស់គាត់អាចចុះរហូតដល់20ឬក៏ស្មើ20%លើស20ឬក៏ស្មើ1% response to treatment អ្នកជំងឺ asthma ក្រោយពីយើងប្រើប្រាស់IGS រយៈពេល4សប្តាហ៍យើងឃើញ symptom ហើយនឹង lung function របស់គាត់ improve គាត់ឲ្យកត់សម្គាល់ហើយមួយទៀតតាក់ទងជាមួយការបំរែបំរួល lung function របស់គាត់នៅចន្លោះនៅពេលគាត់មក visit 1 visit 2យើងឃើញមាន FEV1 របស់គាត់គឺមានការប្រែប្រួលខ្លាំង FEV1 របស់គាត់លើសពីឬក៏ស្មើ12% ឬក៏លើសស្មើនឹង200 ml ឬក៏ PF របស់គាត់អាចលើសឬពី 20% នេះជាមលេងជំងឺ asthma មលេងជំងឺ asthma មានជា non pharmacotherapy និង pharmacotherapy non pharmacotherapy គឺយើងធ្វើការអប់រំទៅលើអ្នកជំងឺផ្ទាល់ហើយនិងគ្រួសារយើងធ្វើការ identify ហើយនិង control asthma trigger រស់នៅដោយ health lifestyle អាចជប់ជួបបរិយហើយនឹងធ្វើសកម្មភាពរាងកាយដូចជា asthma exercise pharmacotherapy មានលក្ខណៈជា acute ហើយនិង long term គោលបំណងនៃការព្យាបាលជំងឺ asthma ក្នុងរយៈពេលវែងគឺទី1គឺត្រូវគ្រប់គ្រងទៅលើ symptom control ហើយនឹងកាត់បន្ថយកត្តាហានិភ័យក្នុងគោលបំណងកាត់បន្ថយនៅបន្ទុករបស់អ្នកជំងឺកាត់បន្ថយនៅការស្លាប់ដែលទាក់ទងជំងឺ asthma exacerbation ការខូចខាតនៃផ្លូវដង្ហើមនិង medical side effect យើងមាន3ប្រភេទថ្នាំដែលសំខាន់នៅក្នុងការ management asthma គឺមាន controller reliever ហើយនិង add-on therapy controller គេត្រូវបានគេប្រើសម្រាប់កាត់បន្ថយអាការៈរាកទៅលើផ្លូវដង្ហើម control symptom កាត់បន្ថយហានិភ័យនៃ exacerbation កាត់បន្ថយការថយចុះនៃ lung function ថ្នាំទាំងអស់ហ្នឹងដែលគេប្រើមានពពួក ICS formoterol ICS LABA ឬក៏ ICS leukotriene anti receptor antagonist ចំណែក reliever គឺសម្រាប់កាត់បន្ថយនៅពេលដែល symptom ឬក៏ពេលយើងធ្វើទុក្ខថ្នាំទាំងអស់មាន SABA IGS SABA ឬក៏ IGS formoterol មួយទៀតមាន add-on therapy add-on therapy ត្រូវបានគេប្រើសម្រាប់សម្ភារ asthma ធ្ងន់ធ្ងរថ្នាំដែលប្រើមានពពួក corticosteroid oral systemic LAMA ពពួក anti immunoglobulin E ឬក៏ anti EL5 នេះគឺជា asthma treatment ដែលនាងខ្ញុំយកពី KINA 2025នៅក្នុងគណៈការ management asthma ចំពោះមនុស្សធំការគ្រប់គ្រង asthma គឺមានលក្ខណៈ personal គឺយើងត្រូវ
តាម access just hand review ហើយ asthma treatment ក៏មានតាម step ដែរយើងឃើញមានតាំងពី step 1រហូតដល់ step 5ហើយមាន2 track គឺ track 1ហើយនិង track 2 track 1យើងឃើញដាក់ថា prefer យើងឃើញ controller ដែលយើងប្រើជាមួយ reliever គឺជាប្រភេទថ្នាំទី1គឺ IGF formoterol ហើយ track ទី2យើងឃើញ reliever ដែលប្រើជា ICS SABA ឬក៏ជា SABA ហើយ controller ដែលប្រើគឺមានពពួក IGS ឬក៏ IGS SABA នេះគឺជាមូលហេតុដែល track 1ត្រូវបានគេដាក់ជាជំរើសទី1តាមការស្រាវជ្រាវគេបានឃើញថា IGS formoterol reliever គឺមានលក្ខណៈល្អប្រសើរបើប្រៀបធៀបជាមួយ SABA ក្នុងការកាត់បន្ថយsevere exacerbation ហើយម្យ៉ាងទៀតevidence ដែលគ្រប់គ្រង IGS SABA គឺនឹងមានដែនកំណត់ការប្រើប្រាស់ IGF formoterol បើប្រៀបធៀបជាមួយ SABA គឺកាត់បន្ថយការសម្រាកពេលឬការវិសិទ្ធនៅ AD រហូតដល់ 65% បើប្រៀបធៀបការប្រើប្រាស់ IGF formoterol ជាមួយ IGS plus SABA គឺអាចកាត់បន្ថយរហូតដល់ 37% ហើយម្យ៉ាងទៀតយើងឃើញ track 1ការប្រើប្រាស់ថ្នាំគឺជាប្រភេទថ្នាំទី1គឺ IGF formoterol គឺមានលក្ខណៈ simple ចំពោះអ្នកជំងឺផងហើយនិងចំពោះគ្រូពេទ្យផងដោយសារថ្នាំប្រើជា asnidin ហើយជា maintenance ផងនេះជា dose ICS ដែលមាន low មកជុំហើយនឹង high យើងឧទាហរណ៍ដូចជាពួកពេលសំណាយគឺ low 200ទៅ40ហើយ medium 400ទៅ800ហើយលើសពី800នេះគឺជាការវាតម្លៃទៅលើ symptom control បន្ទាប់ពីយើងការធ្វើការព្យាបាលក្នុងរយៈពេលក្រោយពី4សប្តាហ៍យើងមាន4សំណួរដែលត្រូវសួរសំណួរដែលត្រូវសួរមានន័យថាតើអ្នកជំងឺគាត់ធ្វើទុកលើសពី2ដងក្នុងមួយសប្តាហ៍តើគាត់មានភ្ញាក់ពីគេដោយសារជំងឺអាស្មាដែរឬអត់ហើយគាត់បានប្រើប្រាស់ SABA ឬក៏ reliever ផ្សេងទៀតលើសពី2ដងក្នុងមួយសប្តាហ៍ដែរឬអត់ហើយតើគាត់មានប៉ះពាល់សកម្មភាពប្រចាំថ្ងៃដោយសារជំងឺអាស្មាដែរឬទេបើសិនជា well control មានន័យថាជំងឺគឺគាត់មិនមានន័យគាត់ឆ្លើយនៅទាំងអស់បើសិនជាគាត់ party control មានន័យថា1ទៅ2នៃសំណួរបើសិនជា uncontrol មានថា3ទៅ4នៃសំណួរនេះខ្ញុំយកលោក asthma exacerbation បន្តិចដែរ asthma exacerbation គឺជាស្ថានភាពគឺជា episode យើងត្រូវសង្កត់ដោយមានការកើនឡើងនៃ symptom ដែលមានលក្ខណៈ progressive ហើយនឹងការថយចុះនៃ lung function ដែលមានលក្ខណៈ progressive exacerbation ជាទូទៅកើតឡើងដោយសារការប៉ះពាល់ទៅនឹងអាយ៉ែនខាងក្រៅឬក៏រួមជាមួយនឹងការប្រើប្រាស់ថ្នាំដែលមិនមានចែក IGF ដែលមិនបានត្រឹមត្រូវហើយយើងត្រូវដឹងថា severe exacerbation ក៏អាចកើតឡើងជាមួយស្ថានភាពជំងឺ asthma ដែល well control ឬក៏asthma ស្ថិតនៅក្នុង asthma ស្រាលនេះគឺជាហានិភ័យដែលអាចកើតឡើងនៅ exacerbation ហានិភ័យខាងក្រោមហ្នឹងគឺអាចបង្កើននៅហានិភ័យ exacerbation ដូចជាអ្នកជំងឺដែលប្រើប្រាស់ SABA លើសពី3ដងក្នុងមួយឆ្នាំដែលមិនមាន IGF ឬក៏ IGF ដែលមិនបានគ្រប់គ្រាន់ហើយអ្នកជំងឺដែលមាន comorbid ដូចជាជំងឺ chronic sinusitis, rhinitis, GERD និង obesity អ្នកជំងឺដែលគាត់ប្រើប្រាស់ថ្នាំដែលមិនបានជួបជួនឬក៏ប្រើប្រាស់ technique inhaler ដែលមិនបានត្រឹមត្រូវគាត់នៅតែបន្តប៉ះពាល់ជាមួយ trigger ផ្សេងៗដូចជាបន្តជួបបារីប៉ះពាល់ជាមួយ allergen ឬក៏ប៉ះពាល់ជាមួយនឹងខ្យល់បំពុលខាងក្រៅហើយអ្នកជំងឺដែលមានបញ្ហា social ធ្ងន់ធ្ងរ FEV1 តូចជាង 60% ហើយអ្នកជំងឺមានប្រវត្តិសម្រាប់ពេទ្យនៅសង្គ្រោះបន្ទាន់ម្ដងឬក៏ច្រើនជាងនឹងក្នុងរយៈពេល1ឆ្នាំឬក៏អ្នកជំងឺគាត់ធ្លាប់ប្រើប្រាស់ systemic corticosteroid ក្នុងរយៈពេល1ឆ្នាំចុងក្រោយនេះគឺជា management asthma exacerbation នៅ primary care នៅពេលដែលអ្នកជំងឺមកដល់នៅមន្ទីរពេទ្យរបស់យើងអ្វីដែលយើងត្រូវវាតម្លៃទី1គឺតើជំងឺជាជំងឺ asthma ហើយតើមានកត្តាហានិភ័យដែលតាក់ទងនឹងការស្លាប់ដោយសារជំងឺ asthma វាតម្លៃទៅលើភាពធ្ងន់ធ្ងរនៃជំងឺ asthma ដែលមានបែងចែកជា3គឺមាន moderate severe ហើយនិងការ less threatening បើសិនជាអ្នកជំងឺនៅក្នុងស្ថានភាព severe ឬក៏គម្រាមជីវិតគឺអ្នកជំងឺត្រូវបញ្ជូនទៅ ICU ឬក៏សង្គ្រោះបន្ទាន់ធ្ងន់ធ្ងរបើសិនជាអ្នកជំងឺស្ថិតនៅក្នុងមាន moderate គឺយើងចាប់ដើមព្យាបាលអ្នកជំងឺដោយឲ្យពពួក inhaler ជា SABA រៀងរាល់20នាទីម្ដងក្នុងរយៈពេល1ម៉ោងដំបូងអាចឲ្យរហូតដល់ទៅ10 ឈីប
ហើយចាប់ដើមឲ្យ prednisolone គឺពី40ទៅ50 មីលីក្រាម ហើយយើងត្រូវ control អុកស៊ីហ្សែននៃជំងឺនៅចន្លោះពី93ទៅ95%ហើយយើងនឹងធ្វើការវិនិច្ឆ័យតម្លៃក្នុងរយៈពេល1ម៉ោងក្រោយបើសិនជាអ្នកជំងឺនឹងធូរយើងអាចវិនិច្ឆ័យតម្លៃតើអ្នកជំងឺនឹងគួរតែបន្តសម្រាកនៅពេទ្យឬក៏បន្តចេញទៅផ្ទះដោយវិនិច្ឆ័យតម្លៃទៅលើ symptom PF និង oxygen ហើយនឹងតើនៅផ្ទះរបស់គាត់មានប្រដាប់ប្រដាគ្រប់គ្រាន់ដែរឬអត់នៅពេលដែលទៅផ្ទះអ្នកជំងឺគឺយើងត្រូវបន្តឲ្យគាត់ប្រើ reliever controller អាចជា step up ឬក៏ចាប់ដើមប្រើហើយយើងត្រូវវាតម្លៃទៅលើការប្រើប្រាស់ inhaler ហើយនឹងការប្រើប្រាស់បានត្រឹមត្រូវដែរនៅហើយបន្តការប្រើ prednisolone បន្តរហូតដល់3ឬ5ថ្ងៃហើយនឹង follow up រយៈពេល2ទៅ7ថ្ងៃនេះជា case study របស់នាងខ្ញុំស្ត្រីអាយុ40ឆ្នាំគាត់មកមន្ទីរពេទ្យដោយសារគាត់ហត់រយៈពេល4ថ្ងៃនៅផ្ទះក្រៅពីហត់គាត់ធ្វើទុកក្អកណែនទ្រូងហើយមានសម្លេងវីស៊ីងមានដាសាយមានក្តៅខ្លួនមានឈឺបំពង់កជាទូទៅអាការៈហត់ណែនទ្រូងហ្នឹងគាត់ធ្វើទុកខ្លាំងនៅពេលយប់ហើយនឹងពេលព្រឹកហើយគាត់បានសុំថ្នាំលេបដែររយៈពេលប្រហែលថ្ងៃហ្នឹងគាត់លេបទៅគាត់ធូរដែរក៏ប៉ុន្តែព្រឹកដែលគាត់មកហ្នឹងគាត់ធ្វើទុកខ្លាំងចឹងហើយបានគាត់សម្រេចមកមន្ទីរពេទ្យpast history របស់គាត់អ្នកជំងឺនឹងគាត់ធ្លាប់មានជំងឺអាស្មាហើយគាត់ធ្លាប់បានសម្រាប់ពេទ្យម្ដងកាលគាត់អាយុនៅ30ឆ្នាំហើយជាទូទៅគាត់បានប្រាប់ថាអាការៈគាត់គឺជាទូទៅគាត់ធ្វើទុកនៅពេលតែអាកាសធាតុត្រជាក់ហើយនឹងគាត់មានផ្ដាសាយអញ្ចឹងបានគាត់ចាប់ដើមធ្វើទុកនៅពេលរដូវក្តៅជាទូទៅគាត់មិនធ្វើទុកអ្វីនោះទេគាត់អត់មាន allergy ឬក៏ជួបបារីហើយនឹងអត់មានជំងឺប្រចាំកាយផ្សេងៗទេប៉ុន្តែម្ដាយរបស់គាត់មានជំងឺអាស្មាហើយបានស្លាប់រយៈពេលបានស្លាប់10ឆ្នាំកន្លងទៅphysical examination យើងអ្នកជំងឺមកដល់គឺស្ថានភាពទូទៅរបស់ជំងឺគាត់ក៏និយាយនៅក្នុងអាចនិយាយជា clear បានឃើញគាត់អង្គុយក៏មានអារម្មណ៍ថាស្រួលជាងគាត់គេងហើយក៏អត់មានអាគីថេទេហើយវេតាសាស្ត្ររបស់គាត់គឺគាត់ឃើញសម្ពាធឈាមក៏110លើ70ចម្បាក់ដង្ហើមរបស់គាត់28ចម្បាក់បេះដូង100ហើយគាត់ក្តៅ37.5ហើយអុកស៊ីហ្សែននៅក្នុងរូងរបស់គាត់គឺ92%យើងបដិទ្ធទៅលើបំពង់កច្រមុះរបស់គាត់គឺយើងអត់មានអ្វីដែលគួរឲ្យកត់សម្គាល់នោះទេrespiratory system របស់គាត់ឃើញ symmetry ប៉ុន្តែយើងពេលដែលផាត់ process យើងឃើញជា hyperresonance auscultation ឃើញស្ដាប់ជាឮជា whistling expressive ដែលមានលក្ខណៈ diffuse ហើយនឹងមាន prolonged exhalation ចំណែកឯប្រព័ន្ធផ្សេងទៀតគឺអត់មានបញ្ហាទេស្ថិតនៅក្នុងស្ថានភាពធម្មតានេះគឺជា probable diagnosis គឺអ្នកជំងឺដែលមកដោយសារហត់ក្តៅខ្លួនមានសម្លេងវីគាត់ដាសាយឈឺបំពង់កហើយជាទូទៅគាត់ធ្វើទុកខ្លាំងនៅពេលរដូវត្រជាក់ហើយនឹងសារពេលគាត់ដាសាយហើយគាត់មានប្រវត្តិ asthma attack 10ឆ្នាំហើយម្ដាយគាត់ក៏មានជំងឺ asthma ហើយស្លាប់10ឆ្នាំកន្លងទៅយើងឃើញចម្បាក់ដង្ហើមរបស់គាត់23អុកស៊ីហ្សែន92នៅក្នុងបន្ទប់គាត់និយាយជា clear បានហើយគាត់មានអារម្មណ៍ថាអង្គុយស្រួលជាងគេហើយអត់មានអាគីថេនៅពេលដែលយើង auscultation យើងឃើញដូចជា wheezing ហើយនឹងជា prolonged expiration ខ្ញុំធ្វើជាខ្ញុំ diagnosis មួយរយៈកាលជា asthma bronchial exacerbation ដែលមាន differential diagnosis ជា COPD bronchitis pneumonia CHF ហើយនឹង GERD Paraclinic ខ្ញុំធ្វើ whole blood cell COP chest X-ray spirometry and MPF អត់មានទេទៅលើលទ្ធផល by blood cell ទៅលើ blood cell whole blood cell គឺហើយនឹង COP ដូចជាធម្មតាមិនមានអ្វីដែលគួរឲ្យកត់សម្គាល់នោះទេទៅលើ chest X-ray ក៏ដូចជាធម្មតាដែរដូចជាចំស្ថិតនៅក្នុងស្ថានភាពធម្មតានេះគឺជា diagnostic ដែលយើងខ្ញុំធ្វើគឺជា Bronchial asthma acute exacerbation ស្ថិតនៅក្នុងស្ថានភាពស្រាលមធ្យមអ្នកជំងឺគាត់មកដល់មន្ទីរពេទ្យម៉ោង7:55ថ្ងៃទី26ខែ12ឆ្នាំ2024គឺចំនៅរដូវត្រជាក់ហ្នឹងអ្នកជំងឺគឺពួកខ្ញុំឲ្យអុកស៊ីហ្សែនគាត់ទៅ2លីត្រទេតាម nasal ហើយចាប់ដើមឲ្យគាត់បាញ់salbutamol 2ឈៀតរៀងរាល់20នាទីក្នុងរយៈពេល1ម៉ោងដំបូងហើយយើងឲ្យពេលវេនឲ្យ prednisolone 5 មីលីក្រាម8គ្រាប់ក្នុងមួយថ្ងៃ cetirizine 1គ្រាប់
cetirizine 10 mg មួយគ្រាប់ក្នុងមួយថ្ងៃ paracetamol 500 mg មួយថ្ងៃ3ដងបើសិនជាគាត់ក្តៅខ្លួនហើយអុំមេ20 mg មួយថ្ងៃ2ដងហើយ follow up 1ម៉ោងក្រោយយើងឃើញអុកស៊ីហ្សែនរបស់គាត់បានឡើងរហូតដល់ 96% ហើយចង្វាក់ដង្ហើមរបស់គាត់បាន90ចង្វាក់ដង្ហើមគាត់24ហើយចង្វាក់ជីពចររបស់គាត់90ហើយសម្ពាធឈាមគាត់ធម្មតាឃើញគាត់ចាប់តាមថយចុះរោគសញ្ញារបស់គាត់ហើយគាត់ចាប់តាមថយចុះយើងស្ដាប់សួតរបស់គាត់ក៏ថយចុះច្រើនដែរហើយខ្ញុំ follow up នៅ6ម៉ោងក្រោយយើងឃើញអ្នកជំងឺគាត់ហត់ដែរគ្រាន់តែហត់បន្តិចបន្តួចហើយស្ដាប់សួតនៅលឺវីស៊ីងតិចតួចខ្ញុំក៏ឲ្យសារវីតាម៉ុល2ឈីបទៀតហើយយកឡើងម៉ោង9យើងធ្វើការផលិតអ្នកជំងឺម្ដងទៀតអ្នកជំងឺសិតនៅក្នុងស្ថានភាពដែលអត់មានបញ្ហាទេក៏អត់មានថាអត់មានណែនទ្រូងអត់មានអីទាំងអស់ហើយស្អែកឡើងម៉ោង9ព្រឹកអ្នកជំងឺគឺគាត់អត់មានធ្វើទុកអីទាំងអស់ក្រោយពីយើងបានព្យាបាលហើយអញ្ចឹងខ្ញុំបានសម្រេចចិត្តឲ្យគាត់ទៅផ្ទះដោយឲ្យព្រះនីសាឡនរបស់គាត់40 មីលីក្រាមពេលព្រឹកមួយថ្ងៃម្ដងសំវីតាម៉ុលបើសិនជាមានតម្រូវការអូមេពីរដងតាមមួយថ្ងៃសិតរីស៊ីមួយគ្រាប់ប៉ារ៉ាសេតាម៉ុល500 មីលីក្រាមថ្ងៃ3ដងបើសិនជាក្តៅខ្លួនហើយធ្វើ follow up ក្នុងរយៈពេល5ថ្ងៃចាអរគុណបាទសូមអរគុណអ្នកគ្រូដែលបានធ្វើបទបង្ហាញរបស់ក្បាលសូមអញ្ជើញសំណួរហើយបានជា why you call bronchial asthma ដោយសារហេតុអីក៏ខ្ញុំហៅជា bronchial asthma ដោយសារគាត់ធ្វើទុកទៅលើ bronchial របស់គាត់មិនមែនធ្វើទុកទៅលើ cardiac របស់គាត់ព្រោះមានជាលក្ខណៈប្រើបេទេថាជា cardiac asthma ឬក៏ជា bronchial asthma បាទគឺពាក្យនេះច្រឡំចឹងដែរកាលណាយើងប្រើកាលពីពាក្យប្រើអញ្ចឹងចំនៃអាស្មាទាំងកងប៉ុន្តែពេលយើងពាក្យបញ្ចេញទៅពាក្យពីលើទៀតមាន bronchial asthma ហើយថាមានស្អី asthma មួយទៀតមានប៉ារ៉ាពីកឬមិនអញ្ចឹងគេនិយាយថា asthma ទៅបានប៉ុន្តែខ្ញុំថាខុសហ្នឹងប៉ុន្តែគាត់ថាយើងដាក់ពាក្យអញ្ចឹងមកវាឲ្យច្រឡំអាស្មាទៅមានអីអាស្មាមួយទៀតអញ្ចឹងប៉ុន្តែអាស្មាគឺអ្នកពលលើកឡើងគឺមាន phenotype ច្រើនមិនមែនតែ allergic asthma allergic asthma គេថាអ្នកជំងឺមកពីរៀនណាត់អត់មាន allergic ជាមួយឆ្មា allergic ជាមួយរោគសត្វ allergic ជាមួយអីទៀតទៅប៉ុន្តែមិនមែនសតអញ្ចឹងទេបើអញ្ចឹងមកវាជាផលដែលថាជាលក្ខណៈដូចមេរៀនមកចឹងស្រួលទៅការអាយស៊ីប៉ុន្តែវាមានអាស្មាប្រភេទផ្សេងច្រើនទៀតគេហៅពេលថាអាស្មាហ្នឹងមានអាស្មាដល់ចាស់ណាស់កើតមេរៀននេះថានៅក្មេងកើតតែអាស្មាគេហៅ late onset asthma ចឹងដល់អាយុ50 60អញ្ចឹងអាស្មាប្រភេទនោះទៀតគេចែកគ្នាអញ្ចឹងដើម្បីក្នុងការធ្វើការព្យាបាលឲ្យត្រូវជាមួយយើងមួយអាស្មាមួយយ៉ាងទៀតគឺអត់មានតើតអាឡែហ្ស៊ីគឺអាការមានគ្រឿងអាស្មាឬក៏អាស្មាវាមានពាន់គឺចែកទៅជាក្រុមផ្សេងទៀតអ្នកលើគីឡូ VCT មានអាស្មាគឺប្រវត្តិព្យាបាលហើយអាស្មាយ៉ាងនេះគឺខុស variant អាស្មាមានតែកមកធ្វើអីក៏ដឹងចឹងហ្នឹងក៏ជាអាស្មាដែរចឹងគេតែអាស្មាដូចជាអ្នកគូលើកឡើងវិញអាស្មាគេចាប់ម្ដងមើលអេកូស៊ីណូហ្វីលដល់អេកូឡាក៏តែគេអត់ឡើងកាលណាអេកូស៊ីណូហ្វីលអត់ឡើងក៏យើងគឺធ្វើប្រូក្រាមមួយអាចជួយយើងបានបើសិនជាអេកូស៊ីណូហ្វីលអត់ឡើងជារយនៃគេថាឡើងមីស្ទេរ៉ុយយ៉ាងសេអនពីអេកូឡា
Cảm ơn thầy cô lái cô đẹp của chưa làm một cách thì đến với ta tại là cái bà là sự các vấn đề nên sau đó bà là cái bà là cái nào thì thầy cô là cái gì rồi với cái 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 trên là sao mechanism ហើយអ្វីបានជាអាស្មាធ្វើទុកច្រើននៅពេលយប់ឬព្រឹកពូជួយ asma cái tiếp tục cây giúp cây giúp tại sao cây giúp như tiền chia chắc là register o các nguyên nhân cơm kho này một khâu trong trường trường như là bên gạt tiền chia bên chỉ lên lên mỗi ngày nói thì mấy cái đi vô sản phẩm kịch đây là sử dụng đó biết sử dụng tiền đâu phải bằng cái luật lý không smart tiền đâu để sản tích phải là sản tíchคือcái hai cái system đềuรู้มาในทางโดยที่kita biết ngày là para santit kita bị dùng các trạng đồ phụ trợ là bia để đồ đại chữ cho nên mình xong mình được asma thì process tới để muốn có sẽ sản phẩm đại tại sao anh em sử dụng đấy thì phải bắt đến đồ system para santit đây mình tới cái tại sao lại sử dụng sao các cái này untuk cek untuk cek secara untuk video nàyសំណួរបន្ទាប់ក៏សួរថា how to trace prednisolone ហើយប្រើពេលប្រហែលថ្ងៃ to trace ន័យថាម៉េចគាត់សួរថា how to trace មិនត្រឹកមែនទេ to ទី titration bắt đầu how to titrate cái bây giờ đo hay thay cái sao này ra đôi đi cho xong mà đi qua thôi luôn là bây giờ thôi luôn là cái đó cái chuyện mấy ហ្នឹងហើយគាត់សួរថាអញ្ចឹងហើយគាត់ថាត្រូវប្រើរយៈពេលប្រហែលថ្ងៃចាprednisolone ចំពោះអាស្មាគឺយើងអាចប្រើរយៈពេល5ទៅ7ថ្ងៃបើសិនជាអ្នកជំងឺនៅតែបន្ត exacerbation គឺយើងអាចប្រើរហូតដល់2សប្តាហ៍ហើយក្នុងរយៈពេលជាទូទៅពពួកហ្នឹងបើសិនក្នុងរយៈពេលក្រោម2 សប្តាហ៍គឺយើងមិនចាំបាច់ធ្វើកាត់បន្ថយដូសឬក៏ titration ទេ em xong còn rồi trở lại quan điểm của sân của này ra cao một lần thứ hai cho nên một vài trăm hỏi nó ở ngoài từ đây thì tôi sẽ lên và cái trạng chót trong clip mà cứ ăn trên hai tay nhưng ai sẽ cho các sự làm và cái sự gì ở thấy dạng ấy đây cái lái theo tập dạng này bên của anh là một bên này mình qua và thổi từ bên trong